ជំរាបសួរខ្ញុំបាទស៊ីនឿនពីក្រុមហ៊ុន Net Cambodia មួយរយៈពេលនេះឃើញតែប្រេងសាំងឡើងថ្លៃខ្លាំងម្នាក់មានអារម្មណ៍ stress ច្រើនអញ្ចឹងថ្ងៃនេះខ្ញុំចង់បំលែងពីការ stress មកជាការរៀនធ្វើរបាយការណ៍ Power BI វិញនេះគឺជារបាយការណ៍ដែលយើងនឹង design គឺដើម្បីបង្ហាញតម្លៃប្រេងដែលបានឡើងចុះត្រឹមថ្ងៃនេះនិងតម្លៃប្រេងកាលពីម្សិលមិញព្រមទាំងធ្វើការប្រៀបធៀបទឹកប្រាក់ខុសគ្នារវាងថ្ងៃទាំងពីរផងដែរដើម្បីកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើម design នៅក្នុង Power BI ទាំងអស់គ្នាបាទបងប្អូននេះគឺជាផ្ទាំង Power BI blank មួយដែលយើងចាប់ផ្ដើមដំណាក់កាលទី1នោះគឺយើងនឹងរៀបចំ layout និង add field បានត្រឹមត្រូវចឹងដំបូងនោះគឺយើងចូលទៅក្នុង visualization បន្ទាប់មកទៀតយើងមើល page setting ថា canvas setting នេះចឹង size របស់វាគឺខ្ញុំជ្រើសរើសយក16:9ចឹងណាវាគឺជាប្រភេទ HD ឬក៏បើសិនជាយើងមើលនៅក្នុងតាម iPhone នេះគឺលក្ខណៈផ្ដេកនៅក្នុងហ្នឹងបន្ទាប់មកទៀតនោះយើងមាន canvas background ចឹងណាចឹងខ្ញុំមានបំណងចង់ដាក់រូបភាពយើងបញ្ចូលជា background image ចឹងនេះគឺជា file background ដែលខ្ញុំធ្វើនៅក្នុង PowerPoint អញ្ចឹងណាចឹងបន្ទាប់ពីយើង upload background image ហើយយើងដូរ transparency ទៅ0ទៅអញ្ចឹងនេះគឺជា background image ណាដែលខ្ញុំបានធ្វើវានៅក្នុង PowerPoint បន្ទាប់មកទៀតខ្ញុំ add card visual ចូលទៅក្នុងប្រអប់នេះដល់ខ្ញុំចូលទៅក្នុង visual នេះខ្ញុំរើសយក card visual អញ្ចឹងបងប្អូនចឹងនេះក្នុងគឺជា card visual ដែលខ្ញុំទាញវាឲ្យបានត្រឹមត្រូវទាញវាចឹងទៅបន្ទាប់ពីយើង add card visual ហើយនោះគឺខ្ញុំនឹង add field ដែលចាំបាច់យើងត្រូវ display ណាគឺយើងចូលទៅក្នុង data បន្ទាប់មកទៀតនោះនៅក្នុង item នេះខ្ញុំមានឈ្មោះខ្មែរអញ្ចឹងទៅបន្តមកទៀតខ្ញុំស្វែងរកនៅក្នុងនេះគឺយើងមាន field មួយចំនួនគឺ yesterday price today price អញ្ចឹងបងប្អូនចឹងនេះគឺជា field ដែលខ្ញុំបាន add រួចហើយចឹងបន្ទាប់ពីខ្ញុំបាន add field រួចហើយនោះគឺយើងនឹងចាប់ដើមត្រូវរៀបចំ field ឲ្យចេញជាទម្រង់ដែលយើងចង់បានចឹងដើម្បីយើងធ្វើវានោះគឺយើងចូលទៅset up វាខ្ញុំគ្រាន់តែ click លើ card visual នេះយើងចូលទៅក្នុង visual ចឹងដំបូងឡើយនោះខ្ញុំចូលទៅ general ហើយនៅក្នុង effect ខ្ញុំដោះ background វាចេញអញ្ចឹងណាបន្តមកទៀតនៅក្នុង visual ដដែលនេះគឺខ្ញុំចូលទៅក្នុង multi card នេះសម្រាប់ layout ខ្ញុំដូរវាទៅជា thal អញ្ចឹងបងប្អូនហើយបន្តមកទៀតនោះខ្ញុំនឹងចូលទៅក្នុង category header ហើយ category យើងយក all ហើយសម្រាប់ layout នោះគឺខ្ញុំយក left អញ្ចឹងបងប្អូនណាអញ្ចឹងវាចូលជាទម្រង់របស់យើងបន្តិចហើយនៅក្នុងហ្នឹងអញ្ចឹងខ្ញុំឃើញថានៅក្នុងនេះយើងមាន4 row ហើយខាងនេះ blank អញ្ចឹងខ្ញុំចង់ដក blank នឹងចេញគឺខ្ញុំគ្រាន់តែចូលទៅក្នុង filter តមកទៀតយើងដកចេញយើង exclude វាណាដល់យើង select all ហើយយើងដក blank ចេញអញ្ចឹងបងប្អូនអញ្ចឹងយើងឃើញថាយើងនៅសល់3ហ្នឹងហើយខ្ញុំមានបំណងចង់ sort វាដោយសុភ័ក្រខ្ញុំដាក់នៅលើតមកទៀតធម្មតាហើយមក zoom នៅក្រោមគេអញ្ចឹងបងប្អូនអញ្ចឹងគឺខ្ញុំមិនអាច sort តាមឈ្មោះបានទេខ្ញុំនឹង sort តាម item code ដែលខ្ញុំបានរៀបចំអញ្ចឹងណាអញ្ចឹងគឺយើងដើម្បី sort បាននោះខ្ញុំ add field មួយសិនណា add field មួយសិនគឺ item number ខ្ញុំ add ចូលទៅក្នុង field var អញ្ចឹងបងប្អូនតមកទៀតយើង sort វាដោយយើងយក sort by number អញ្ចឹងណាបើយើងអត់ add field ហ្នឹងគឺយើងអត់អាចជ្រើសរើសបានទេអញ្ចឹងណាបន្តមកទៀតនោះខ្ញុំ sort វា by ascending បានតែពីតូចមកធំអញ្ចឹងណាអញ្ចឹងitem របស់ខ្ញុំគឺយើងលេខវាដល់លេខកូដលេខ1លេខ2លេខ3អញ្ចឹងបងប្អូនអញ្ចឹងបងប្អូនឥឡូវនេះយើងចាប់ផ្ដើមដំណាក់កាលទី2គឺយើងនឹង format ណា format card ហ្នឹងហើយផ្នែកខាងនេះគឺយើងឲ្យឈ្មោះថាជា category ហើយផ្នែកខាងនេះគឺយើងឲ្យឈ្មោះថាជា call out ឬក៏ card អញ្ចឹងណាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការជាមួយនឹង category មុនគេហើយខ្ញុំគ្រាន់តែចូលទៅក្នុង visualization ខ្ញុំយក property បន្តមកទៀតខ្ញុំមាន column header ហ្នឹងណាអញ្ចឹងយើងមាន layout អញ្ចឹងបងប្អូនយើងមាន title អញ្ចឹងដំបូងខ្ញុំដូរ font វាទៅលេខ28អញ្ចឹងណាឲ្យវារៀងធំបន្តិចដើម្បីយើងស្រួលមើលបន្ទាប់ពីខ្ញុំដូរ font រួចហើយអញ្ចឹងណាបន្ទាប់ពីខ្ញុំដូរ font រួចហើយខ្ញុំចង់ពង្រីកទំហំវាបន្តិចណានៅក្នុងនេះគឺយើងចូល padding អញ្ចឹងកន្លែងនេះខ្ញុំដាក់70អញ្ចឹងណាអញ្ចឹងយើងឃើញថាវារៀងពង្រីកបន្តិចនៅក្នុងហ្នឹងអញ្ចឹងបន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើនោះគឺយើងនៅក្នុងcategory header ដដែលហ្នឹងអញ្ចឹងណាអញ្ចឹងឥឡូវនេះ
ខ្ញុំនឹង apply ទៅមួយព្រោះខ្ញុំចង់ដូរពណ៌វាខ្ញុំនឹងចាប់ផ្ដើមពី super ទៅមុនអញ្ចឹងយើងចូលទៅក្នុង super យើងចូលទៅក្នុង background យើងយក color ខ្ញុំចុច more color អញ្ចឹងណាអញ្ចឹងខ្ញុំទៅរកលេខcolor code របស់ខ្ញុំមកដែលខ្ញុំបានត្រៀមទុកអញ្ចឹងណាចាអូខេនេះគឺពណ៌លឿងអញ្ចឹងវគ្គទី1អញ្ចឹងខ្ញុំដូរទៅធម្មតានេះខ្ញុំប្រើកូដពណ៌របស់ខ្ញុំគឺពណ៌ក្រហមខ្ញុំមានលេខកូដរបស់ខ្ញុំទុកអញ្ចឹងណាយើងចុច color more color អញ្ចឹងខ្ញុំដាក់លេខកូដខ្ញុំបញ្ចូលខ្ញុំវាចេញមកពណ៌ក្រហមអញ្ចឹងបងប្អូនខ្ញុំបន្តមកទៀតនេះខ្ញុំដូរទៅ Mazut អញ្ចឹងណាខ្ញុំក៏ទៅរកពណ៌ខ្ញុំមកដាក់ដែរអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះខ្ញុំបាន format category រួចហើយអញ្ចឹងបងប្អូនបន្ទាប់ពីយើងបាន format ទៅលើ category រួចហើយឥឡូវនេះយើងចាប់ផ្ដើមមកធ្វើការជាមួយនឹង card ខាងនេះម្ដងអញ្ចឹងអ្វីដែលខ្ញុំចូលធ្វើនោះគឺណាខ្ញុំ hide វាអស់សិនដើម្បីយើងស្រួលមើលអញ្ចឹងអ្វីដែលយើងធ្វើនោះគឺយើងនៅក្នុង multi card នេះអញ្ចឹងខ្ញុំដោះ background វាចេញអញ្ចឹងណាឥឡូវយើងឃើញថាយើងអស់ background ហើយក្នុងហ្នឹងណាអញ្ចឹងគឺយើងដោះ background វាចេញនៅក្នុង multi card តទៅទៀតខ្ញុំចូលទៅក្នុង card ក៏ខ្ញុំដោះ background វាទៀតដែរអញ្ចឹងបងប្អូនខ្ញុំដោះ divider ខ្ញុំដោះ border អញ្ចឹងបន្តមកទៀតនោះខ្ញុំនឹងធ្វើការនៅលើ call out ណាលេខ11ហ្នឹងគេឲ្យឈ្មោះថាជា call out អញ្ចឹងណាអញ្ចឹងដើម្បីយើងចូលទៅវានោះគឺខ្ញុំចូលទៅក្នុង call out នេះខ្ញុំមានពាក្យ value អញ្ចឹងបងប្អូនទី1ខ្ញុំចង់ align វាមកខាងស្ដាំដៃទី2ខ្ញុំចង់បិទ label វាចោលណានេះយើងកុំឲ្យមាន label ហើយទី3គឺខ្ញុំចង់ format វាណា format វាកុំឲ្យចេញ 7K អញ្ចឹងណាអញ្ចឹងគឺយើងចាប់ផ្ដើមដូរមកគឺ yesterday price អញ្ចឹងកន្លែង display unit ខ្ញុំយក none ហើយសម្រាប់នេះគឺខ្ញុំយកលេខ0អញ្ចឹងទៅអញ្ចឹងបងប្អូនហើយខ្ញុំដូរ column វាទៀតទៅកាន់ today's price កន្លែងនេះខ្ញុំយក none អញ្ចឹងវាចេញមកជាលេខរបស់យើងនៅក្នុងហ្នឹងអញ្ចឹងបន្ទាប់ពីខ្ញុំ format ប៉ុណ្ណឹងហើយខ្ញុំចង់ឲ្យវាមានស្រួលអានជាងហ្នឹងណាដូចខ្ញុំប្រើលេខ1000 separator ណាចុះអ្វីដែលខ្ញុំត្រូវធ្វើនោះគឺខ្ញុំចូលទៅក្នុង general ខ្ញុំចូលទៅក្នុង data format ណាយើងមាន yesterday price នេះយើងមាន general តមកទៀតនោះគឺខ្ញុំ tick យក 1000 separator ចាំបងប្អូនឃើញណានេះគឺ 1000 separator អញ្ចឹងខ្ញុំដូរវាទៅកាន់ yesterday price ហើយកន្លែងនេះខ្ញុំយក general តមកទៀតខ្ញុំយក 1000 ដូចគ្នាអញ្ចឹងណាអញ្ចឹងយើងបាន format ប៉ុណ្ណឹងអញ្ចឹងបងប្អូនយើងចេញជារូបរាងវាប៉ុណ្ណឹងឥឡូវនេះខ្ញុំបាន add title វាណាដែលនៅខាងលើហ្នឹងគឺយើងនឹងដាក់ថ្ងៃបញ្ចូលណានៅលើនេះគឺដាក់ថ្ងៃនេះអានេះថ្ងៃម្សិលមិញអញ្ចឹងទៅណាអញ្ចឹងដើម្បីខ្ញុំធ្វើឲ្យបានខ្ញុំចូលទៅក្នុង insert ខ្ញុំរកពាក្យ save នៅក្នុងនេះខ្ញុំយក save មួយនេះអញ្ចឹងណាជារូបភាពមួយហ្នឹងអញ្ចឹងយើង adjust វាទៅឲ្យវាស៊ីជាមួយរបស់យើងអញ្ចឹងណាអញ្ចឹងនេះគឺជាយើង adjust វាណាយើងមើលមកទំហំដែលយើងស្រឡាញ់នៅក្នុងហ្នឹងអញ្ចឹងណាបើសិនជាស្រឡាញ់ប៉ុណ្ណឹងហើយខ្ញុំចូល copy វាមកដាក់នៅកន្លែងមួយទៀតអញ្ចឹងណាយើងធ្វើជា header វាអញ្ចឹងបន្ទាប់ពីយើងមានហើយខ្ញុំនឹងដាក់ value វានៅក្នុងហ្នឹងណាអញ្ចឹងដល់ខ្ញុំប្រើvisual មួយទៀតណាខ្ញុំឲ្យឈ្មោះថាជា card visual នឹងដែរក្នុងហ្នឹងណាអញ្ចឹងខ្ញុំដាក់ card visual បន្តមកទៀតនោះខ្ញុំ add field បញ្ចូលអញ្ចឹងបងប្អូនអញ្ចឹង field របស់ខ្ញុំគឺយើងយក today's date ក្នុងហ្នឹងណានេះគឺជា today's date របស់យើងក្នុងនេះចឹងខ្ញុំចាប់ដើម format វាក្នុងហ្នឹងណាគឺដំបូងគឺដើម្បីយើង format ហ្នឹងគឺយើងចូលទៅក្នុង visual យើងចូលទៅក្នុង general នេះនៅក្នុង effect ខ្ញុំដោះ background អញ្ចឹងណាបន្តមកទៀតយើងចូលទៅក្នុង card នេះយើងដោះ background ដូចគ្នាអញ្ចឹងបងប្អូនដោះ border អញ្ចឹងទៅដោះ divider អញ្ចឹងណាបន្តមកទៀតយើងចូលទៅក្នុង multi card នេះយើងដោះ background ទៀតអញ្ចឹងណាអញ្ចឹងឃើញតែវាអស់ background ហើយក្នុងហ្នឹងណាបន្តមកទៀតនោះខ្ញុំដូរ color វាទៅជាពណ៌សទៅដើម្បីឲ្យវាស្រួលមើលបន្តិចអញ្ចឹងដល់យើងចូលដើម្បីដូរ color នេះគឺនៅក្នុង call out អញ្ចឹងណាក្នុង value អញ្ចឹងខ្ញុំដូរវាទៅពណ៌សអញ្ចឹងបងប្អូនអញ្ចឹងនេះគឺជាពណ៌សអញ្ចឹងណាបន្តមកទៀតគឺយើងត្រូវ format វាអញ្ចឹងដើម្បីយើង format វានោះគឺយើងចូលទៅក្នុង general data format យើង apply to today's date បន្តមកទៀតកន្លែងនេះយើងរើសយកពាក្យ custom ហើយបន្តមកទៀតនោះគឺយើងវាយទៅវាយលេខកូដវាណា dd mm 3ដង
ចឹងណាចានេះគឺជាចេញមកយើងហើយនៅក្នុងហ្នឹងអញ្ចឹងវានៅសល់ title នេះមួយទៀតបងប្អូននេះអញ្ចឹងណាអញ្ចឹងយើងត្រូវដោះ title វាចេញចឹងដើម្បីយើងនេះវាគឺយើងទៅក្នុង visual នឹងដដែលណាខ្ញុំព្យាយាមបិទវាបន្តិចអញ្ចឹងយើងមាន call out អញ្ចឹងបងប្អូនតទៅទៀតនោះយើងមាន label អញ្ចឹងណាយើងដោះវាចេញទៅចឹងនេះគឺអស់ហើយក្នុងហ្នឹងចឹងនេះគឺសម្រាប់ថ្ងៃហ្នឹងអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំបង្កើតមួយទៀតណាមកដាក់កន្លែងនេះនៅថ្ងៃម្សិលមិញចឹងដើម្បីយើងធ្វើវាបាននោះគឺយើងចូលទៅក្នុង card visual អញ្ចឹងណាខ្ញុំសេរីវាទូចបន្តិចដើម្បីយើងស្រួលមើលតមកទៀតណាយើងចូលទៅក្នុង data ហើយយើងស្វែងរក field របស់យើងដូចរបស់ខ្ញុំគឺ yesterday date អញ្ចឹងណាខ្ញុំ tick លើវាអញ្ចឹងវាចេញមកថ្ងៃម្សិលមិញអញ្ចឹងដើម្បីយើងស្រួលនោះគឺខ្ញុំ click លើថ្ងៃនេះមួយនៅក្នុងនោះមាន home ខ្ញុំយក format painter អញ្ចឹងណាអញ្ចឹងយើងដាក់វាមកយើងឃើញវាចេញនៅក្នុងហ្នឹងហើយវា format ឲ្យយើងទាំងអស់អញ្ចឹងណាតែដល់ឡែកវាអត់តគ្រប់អញ្ចឹងយើងត្រូវធ្វើបន្ថែមអញ្ចឹងដើម្បីយើងធ្វើវាបន្ថែមនោះគឺខ្ញុំចូលទៅក្នុង visualization នេះខ្ញុំយក property ខ្ញុំយក general data format អញ្ចឹងណានៅក្នុងយើងយកពាក្យ custom តមកទៀតកន្លែងនេះគឺយើងយកពាក្យ dd ចឹងបងប្អូនចឹងនេះគឺជាថ្ងៃណាថ្ងៃឲ្យយើងបងប្អូនបន្ទាប់ពីយើងមានថ្ងៃខែហើយនោះឥឡូវខ្ញុំមានបំណងចង់ add reference label នៅខាងក្រោមនេះដែលបង្ហាញអំពីតម្លៃខុសគ្នារវាងថ្ងៃម្សិលមិញនិងថ្ងៃនេះអញ្ចឹងបងប្អូនអញ្ចឹងដើម្បីខ្ញុំធ្វើវាបាននោះគឺខ្ញុំគ្រាន់តែ click ទៅលើ card visual នេះខ្ញុំចូលទៅក្នុង format property នេះយើងមាន reference label នេះយើងយកtoday's date បន្តមកទៀតយើង add field វាអញ្ចឹងខ្ញុំមាន field របស់ខ្ញុំនៅក្នុងហ្នឹងអញ្ចឹងណាយើងដាក់ឈ្មោះថាជា price change display អញ្ចឹងបងប្អូនចឹងនេះគឺជា price change display យើងចេញមកនៅក្នុងហ្នឹងអញ្ចឹងយើងចាប់ផ្ដើម format វាទៀតនៅក្នុងហ្នឹងអញ្ចឹងដើម្បីយើង format វានោះទី1ណាខ្ញុំអត់ចង់ឲ្យវាចេញ title ទេទី2សម្រាប់ value អញ្ចឹងបងប្អូនយើងពង្រីកវាឲ្យធំបន្តិចសម្រាប់ value យើងពង្រីកវាឲ្យធំបន្តិចថា18បន្តមកទៀតយើងព្យាយាមដោះ background វាចេញអញ្ចឹងយើងចូលទៅក្នុង reference label កន្លែងនេះយើងមាន background អញ្ចឹងណាអញ្ចឹងនេះយើងដោះវាចេញនៅក្នុងហ្នឹងអញ្ចឹងបន្តមកទៀតនោះខ្ញុំនឹងចង់ align វាទៅខាងស្ដាំដៃយើងចូលទៅក្នុង layout នេះបងប្អូនយើងយក align ស្ដាំអញ្ចឹងណាអញ្ចឹងវាចេញមកនៅខាងស្ដាំដៃឲ្យយើងអញ្ចឹងបងប្អូនយើងនៅឃើញថាកន្លែងនេះវាមានបាត់អញ្ចឹងណាបាត់ដោយសារតែវានៅខាងក្រោមអញ្ចឹងឥឡូវនេះខ្ញុំចង់ខិតវាមកខាងលើអញ្ចឹងបងប្អូនអញ្ចឹងដើម្បីខ្ញុំធ្វើវាបាននោះគឺខ្ញុំចូលទៅក្នុង reference label layout នេះតមកទៀតយើងយក padding យើងកុំឲ្យវាអញ្ចឹងអីយើងដាក់លេខ0ទៅណាឲ្យវាឡើងឲ្យខ្ពស់អស់អញ្ចឹងបងប្អូនអញ្ចឹងយើងឃើញថាវាឡើងដាច់ហើយណាវាចាប់ដើមចេញមកអញ្ចឹងមួយទៀតឥឡូវនេះខ្ញុំចង់ format វាឲ្យចេញពណ៌អញ្ចឹងណាឲ្យចេញពណ៌ណាអញ្ចឹងដើម្បីយើងធ្វើវាបាននោះគឺយើងចូលទៅក្នុង reference label យើងមានគេហៅថា value ហើយកន្លែងនេះយើងមាន color យើងទៅសេណាខ្ញុំ map field វាចូលនេះខ្ញុំរើសយក field value តមកទៀតខ្ញុំមាន field របស់ខ្ញុំនៅក្នុងនេះស្រាប់គឺ bright color change នៅក្នុងហ្នឹងបងប្អូនចឹងខ្ញុំរើសវាមកទៅពេលនោះវានឹងប្រាប់យើងណាពេលណាវាធ្លាក់ចុះវាដាក់សញ្ញាដកហើយមកមានសញ្ញា down យើងទៅពេលវាឡើងគឺវាប្រាប់មានសញ្ញាឡើងចឹងទៅអញ្ចឹងបងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានបើសិនជាបងប្អូនមានតម្រូវការ license Power BI ឬសេវាកម្ម develop training Power BI នោះបងប្អូនអាចទាក់ទងមកខ្ញុំជាមួយនឹងលេខទូរស័ព្ទដូចខាងក្រោម